ជំរាបសួរប្រិយមិត្តរៀនអានទាំងអស់គ្នាឆ្នាំ2024កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង28,000 លានដុល្លារកើន18%ក្នុងឆ្នាំ2024ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង28,000 លានដុល្លារដែលតំណាងឲ្យការកើនឡើងគួរឲ្យចាប់អារម្មណ៍ចំនួន18%បើធៀបទៅនឹងឆ្នាំ2023នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបានកត់ត្រាទំហំនាំចូលសរុបប្រមាណ28,545.4 លានដុល្លារសហរដ្ឋអាមេរិកដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិកត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះរួមមានផលិតផលដែកវត្ថុធាតុដើមនិងគម្រោងវិនិយោគព្រមទាំងសម្ភារៈសំណង់យានយន្តគ្រឿងឧបភោគបរិភោគនិងទំនិញផ្សេងៗជាច្រើនទៀតដោយឡែកចំពោះទំហំពាណិជ្ជកម្មនាំចេញវិញក្នុងឆ្នាំ2024គឺមានចំនួន26,472.8 លានដុល្លារដែលកើនឡើងប្រមាណ 15.8% បើធៀបទៅនឹងឆ្នាំ2023ដែលក្នុងនោះផលិតផលវិនិយោគកាត់ដេរមានកំណើន 23.3% ផលិតផលវិនិយោគមិនមែនកាត់ដេរមានដូចជាសម្បកកង់រថយន្តគ្រឿងបំណែកអេឡិចត្រូនិកបង្គន់ខ្សែភ្លើងផលិតផលពីឈើកង់ផលិតផលប្លាស្ទិកអំពូលស្បែកសត្វកែច្នៃគ្រឿងបន្លាស់រថយន្តនិងផលិតផលឧស្សាហកម្មផ្សេងៗទៀតមានកំណើន 2.6% និងកសិផលមានជាអាចស្រូវកស៊ូដំឡូងមីអង្ករចេកគ្រឿងគ្រាប់ចន្ទីនិងកសិផលផ្សេងៗទៀតមានកំណើន 11.6%គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ2024អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាប្រមូលចំណូលពន្ធនិងអាករបានចំនួន 1542.2 ប៊ីលានរៀលស្មើនឹងប្រមាណ 2,590.3 លានដុល្លារកើនឡើងប្រមាណជា 13.8% បើធៀបទៅនឹងចំណូលប្រមូលបានក្នុងឆ្នាំ2023លទ្ធផលពាណិជ្ជកម្មដ៏គួរឲ្យចាប់អារម្មណ៍នេះគួរបញ្ជាក់ពីភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជានិងសក្តានុពលសម្រាប់កំណើននានានៅពេលអនាគតដោយដាក់ប្រទេសជាតិជាតួអង្គសំខាន់កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារពិភពលោកនៅពេលដែលកម្ពុជាបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនទស្សនវិស័យសម្រាប់សេដ្ឋកិច្ចនៅតែមានសុទិដ្ឋិនិយមអរគុណប្រិយមិត្តសម្រាប់ការតាមដានស្ដាប់សូមជួយ Subscribe Channel រៀនអាន Comment Like និង Share ដើម្បីទទួលបាននូវព័ត៌មានថ្មីៗប្រចាំថ្ងៃផងដែរ